សួស្ដីអ្នកមីងតើអ្នកមីងកំពុងតែទ្រុះស្មៅមែនចាក្មួយមីងទ្រុះស្មៅយកឲ្យកូនស៊ីមែនចាក្មួយយកឲ្យកូនស៊ីផងហើយដើម្បីឲ្យស្រឡះគល់ពពីផង ពពីរបស់អ្នកមីងល្អណាស់មីងចាអរគុណក្មួយ ថ្ងៃនេះគឺខ្ញុំចង់ឲ្យមីងនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ស្មៅនៅជាមួយដំណាំចាក្មួយខ្ញុំនឹងលើកនិយាយអំពីគុណវិបត្តិមុនស្មៅដែលមានដុះនៅក្នុងដំណាំច្រើនពេលយើងដាក់ជីទៅស្មៅបឺតជីវជាតិច្រើនជាងដំណាំប្រពាយស្រូបជីបានតិចជាងដោយសារស្មៅច្រើនពេកហើយស្មៅក៏ជាជំរករបស់សត្វល្អិតដែរសត្វល្អិតចូលចិត្តនៅក្នុងស្មៅពេលស្មៅច្រើនបាញ់ថ្នាំសម្លាប់សត្វល្អិតមិនសូវងាប់នោះទេដោយសារសត្វល្អិតចូលចិត្តទៅសំងំនៅក្នុងស្មៅចំពោះគុណសម្បត្តិវិញពេលយើងទ្រុះស្មៅស្រឡះគល់ទៅកាត់បន្ថយសត្វល្អិតបានខ្លះពេលបាញ់ថ្នាំទៅសត្វល្អិតរហ័សងាប់ពេលដាក់ជីដំណាំស្រូបបានច្រើនជាងស្មៅពពីនេះទ្រុះស្មៅប្រហែលប៉ុន្មានថ្ងៃទៅមីងបានរួចប្រហែលរយៈពេលមួយអាទិត្យជាងក្មួយប៉ុន្មានថ្ងៃមីងបេះផ្លែម្ដង2ថ្ងៃក្មួយចំពោះជីវិញប៉ុន្មានថ្ងៃមីងដាក់ជីម្ដងមួយអាទិត្យម្ដងក្មួយពពីនេះពេញបេះនៅមីងនៅតែក្មួយកាលមីងដាំពីមុនពេលពេញបេះបានប្រមាណគីឡូដែរមីងបាន200គីឡូជាងដែរក្មួយអូបានច្រើនគីឡូដែរមីងបេះគ្នាប្រមាណអ្នកដែរមីងបានរួចបេះគ្នា4-5នាក់ក្មួយអរគុណអ្នកមីងដែលបានរៀបរាប់អំពីដំណាំពពីសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំសូមជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀត